Ok, so đây nó này ngày nay dương to càng ngày bây giờ một tiết chỉ mùi tình hình là rồi bây giờ xem là mẹ từ từ chấp đau nó chẳng bờ mẹ chơi hái có ở đằng thằng mình ái mình là bờ lùm lon tam bằng từ pro anh đi xem mẹ đã thằng mày chẳng to càng ngày bây giờ ngày nay cứ dương vừa mấy ai ơi dương login cho từ căn dashboard bàn nó rồi có login cho từ căn system dương bàn nó nạp cả pra là rồi bây giờ chẳng សម្រាប់ការធ្វើឲ្យអាច login បានយើងពឹងទៅលើ Laravel UI เนาะដោយសារតែយើងប្រើប្រាស់ blade របស់ Laravel ហ្នឹងជា view ជា front end ណាអញ្ចឹងតោះអញ្ចឹងយើងត្រូវ install ណា package Laravel UI មកខ្ញុំចូលឲ្យស្រេចហើយនៅក្នុងGitHub ណា GitHub អញ្ចឹង /laravel/ui ចឹងរបៀបក្នុងការ install វាអត់មានអីពិបាកទេអ្នកនរគ្នាចឹងងាយទេនេះ version ដែលវា support ចឹងយើងគ្រាន់តែជាទូទៅយើងត្រូវការ install អីគឺយើងត្រូវពឹងទៅលើ composer ទៀតហើយណោះយើងត្រូវការ install អី install package ណាមួយគឺត្រូវការពឹងលើ composer ចឹងយើងគ្រាន់តែ copy command របស់គេនេះ copy command របស់គេនេះយើងចូលមកខាង directory project របស់យើងមកចឹង project របស់យើងខ្ញុំសូមបើក project របស់យើងនៅក្នុង Windows Explorer ចឹងនេះអានេះហៅថា root project របស់យើងណា root folder របស់យើងណាចឹងនៅក្នុងឈ្មោះនៅក្នុងនេះហៅ example app នេះគឺជា project ណាឈ្មោះ project ចឹងយើងចូលមកកាន់ root directory របស់យើងបើក cmd របស់យើងនៅក្នុងនឹងមកណាហើយសម្រាប់អ្នកដែលប្រើប្រាស់ Mac ឬ Linux យើងអាចប្រើវិធីសាស្ត្រណាក៏ដោយឲ្យតែអាចចូល terminal របស់យើងឬក៏ចូលទៅក្នុង command របស់យើងហ្នឹងដែលអាចវាយទីតាំង directory root directory របស់យើងនឹងបានเนาะអូខេចឹងនេះវាជាក់ស្ដែងវាចេញនេះនៅក្នុង example app ជា root directory ណាចឹងយើងគ្រាន់តែ pass នៅ command ដែលយើង copy ពី browser នេះមកនេះ command ដែលយើង copy ហ្នឹង pass យកមកដាក់ទៅហើយយើង enter ទៅវានឹង install មក install នៅ Laravel UI ហ្នឹងយើងអត់មានន័យថាយើងអត់ specific លើ version ទេឲ្យវាចាប់ version នៅខ្លួនឯងមកវាយើងអត់បានកំណត់ version នៅពីក្រោយទេមើលអញ្ចឹងវានឹងចាប់ version តម្រូវជាមួយ Laravel របស់យើង version 4 ណាអញ្ចឹងដោយសារ Laravel របស់យើង version 12អញ្ចឹងតម្រូវ version របស់ Laravel យើងទាល់តែ version 4 ណាអូខេអញ្ចឹងរងចាំឲ្យវា install ចប់តិចទៅកន្លែងនេះយើងរងចាំបន្តិចវាអាចនឹងយូរឬឆាប់អាស្រ័យទៅលើអ៊ីនធឺណិតព្រោះថ្ងៃនេះអ៊ីនធឺណិតខ្ញុំរៀងយឺតតិចដែរនឹងមិនអ៊ីនធឺណិតដើមខែសោះតែដូចជារៀងយឺតហើយជាទៀមទាយើងត្រូវការបដូរក្រុមហ៊ុនក៏មិនដឹងអ្នកនរគ្នាអាចនឹងកន្លែងនេះខ្ញុំអត់បានកាត់ទេវាអត់ឥឡូវមួយរយៈនេះរវល់រៀងវល់ច្រើនអញ្ចឹងអត់សូវបានកាត់វីដេអូកន្លែងខ្លះចោលទេប្រហែលជាទ្រាំមើលកន្លែងហ្នឹងទៅបើមិនចឹងទេយើងខាកន្លែងហ្នឹងចោលទៅដើម្បីធ្វើឲ្យដល់កន្លែងបន្ទាប់ទៀតណាព្រោះវារៀងយូរកន្លែងនេះព្រោះខ្ញុំថតចប់គឺខ្ញុំអាប់ឡូតយកមកខ្ញុំអត់មានពេលអត់បានកាត់វីដេអូទេហើយនៅពេលដែលយើងគ្រាន់តែ install ចប់យើងគ្រាន់តែប្រើប្រាស់នៅ command តិចតួចនេះតែមួយបន្ទាត់ទៀតគឺយើងនឹងទទួលបាន interface មួយដែលអាច login ចូលទៅកាន់ system របស់យើងឬក៏ login ទៅកាន់ admin dashboard របស់យើងបានដោយងាយអញ្ចឹងកាលណាបើយើងប្រើប្រាស់នៅ framework អញ្ចឹងវាជំនួយឲ្យយើងច្រើនប្រសើរជាងយើងទៅសេ PHP raw ដើម្បីបង្កើតទៅជា website មួយเนาะដើម្បីបង្កើតទៅជា back end website ណាមួយเนาะអញ្ចឹង framework គឺ
វាជំនួយយើងច្រើនណាស់ហើយណាមួយទៀតវាក៏មានសុវត្ថិភាពផងដែរវាខុសពីយើងទៅសេដោយប្រើប្រាស់នៅ PP RAW เนาะចប់ហើយនៅតែ load plate នៅកន្លែងហ្នឹងហើយជាអូខេវាដើរហើយជាវាអាចនឹងឆុងជាមួយទៅនឹងអ្នកគ្រូមុំស្អាតមើលទៅเนาะបានជាធ្វើឲ្យយើងធម្មតាយើងបរៀនក្នុងវិស័យហ្នឹងវាអាចនឹងចឹងដែរចឹងវាធ្វើឲ្យកន្លែងបច្ចេកខ្លះវាឧស្សាហ៍ error ច្រើនចឹងយើងចប់មួយចំណុចអស់ហ្នឹងហើយយើងចូលមកកាន់ command មួយទៀតដើម្បីព្រោះនេះយើងគ្រាន់តែ install package ចូលទេជាមើលនៅក្នុង composer របស់យើងមក composer.json យើងគ្រាន់តែបាន install នៅ Laravel UI ហ្នឹងចូលទៅកាន់ project របស់យើងទេណាជាក់ស្ដែងទៅយើងអត់ទាន់បានមានន័យថាយើងអត់ទាន់បាន generate login ឬក៏ register ឡើយទេអញ្ចឹងយើងចូលមកកាន់ command មួយបន្ទាត់ទៀតអញ្ចឹងកន្លែងនេះវាមាន3ណាអ្នកនរគ្នាវាមាន3អញ្ចឹង3ហ្នឹងឥឡូវនៅក្រោមវាខុសគ្នាតែម្យ៉ាងនេះថងថាខំវាឥឡូវវាអត់វាគ្រាន់តែ install UI ភ្ជាប់មួយជាមួយនៅអ្វីដែលយើងចង់បាននេះហើយនឹងបើក្រោមវានឹងភ្ជាប់មកជាមួយ user authentication ណាទៅអាច login បានអញ្ចឹងយើងប្រើក្រោមអញ្ចឹងដូច top window ដែលយើងបាននិយាយអញ្ចឹងថាយើងប្រើប្រាស់យើងបានប្រើប្រាស់នៅfront end ដោយពឹងទៅលើ framework របស់ JavaScript ឬ TypeScript ណាមួយទេដូចជា Vue ឬ React នេះអញ្ចឹងយើងពឹងទៅលើយើងប្រើ Blade របស់ Laravel ហ្នឹងជា Vue របស់យើង3 display ទាំងអស់នេះឲ្យ end user អាចប្រើប្រាស់បានណាអញ្ចឹងយើងពឹងទៅលើយើងប្រើប្រាស់នៅ Bootstrap មកណាយើង design យើងប្រើ style ប្រើអីណា style CSS របស់យើងអីយើងប្រើប្រាស់នៅ Bootstrap ទៅเนาะវាងាយសម្រាប់យើងមកកម្រិតដែរដោយយើងមិនចាំបាច់ហត់សរសេរ CSS ដោយខ្លួនឯងเนาะឬ JavaScript ដោយខ្លួនឯងអញ្ចឹងយើងប្រើមកយើងក៏ហៅ pp ampersand UI Bootstrap dash out เนาะអញ្ចឹងយើង copy command ហ្នឹងយកមកដាក់ទៀតហើយយើងចុច enter ទៅវាកន្លែងនេះវាសួរយើងដែរថាតើយើងចង់ release អត់វា default យើងមិនខ្វល់អីទេព្រោះដោយសារតែ default របស់វាមាន controller មួយណា controller មួយនៅនឹងស្រេចហើយអានេះយើងដាក់មកវានឹងចេញ controller មួយផ្សេងទៀតអញ្ចឹងកន្លែងនេះយើងហើយយើងមកមើលអានេះដោយសារតែខ្ញុំបាន run រួចហើយអ្នកនរខ្ញុំបានប្រើ pp ampersand save ហើយខ្ញុំ run រួចហើយអញ្ចឹងយើងអាច refresh project របស់យើងមើលទៅវាចេញ login នៅកន្លែងនេះអ្នកនេះឃើញទេវាចេញ login register គាត់យើងប្រើប៉ុណ្ណឹងវាចេញ login និង register អញ្ចឹងយើងអាច register error សង្ស័យ error អូខេ error គឺអត់ជាមានអីជាបញ្ហាចោតទេមូលហេតុគឺដូចខ្ញុំនិយាយចឹង requirement របស់វាត្រូវការនេះអ្នកនរ app.scas ណានិងapp.js អញ្ចឹងដើម្បីបានអាហ្នឹងដោយសារនៅក្នុងនេះនៅក្នុង view layout និង app blade.pp យើងហ្នឹងវាត្រូវការហ្នឹងព្រោះយើងពឹងទៅលើ width ណាអញ្ចឹងតោះនេះនៅក្នុង resolve ណានៅក្នុង resolve view យើងមាន home យើងមាន layout ណានេះ layout របស់យើងយើងត្រូវការនេះអញ្ចឹងវាអត់មាននៅក្នុង resource ហើយ JS យើងហ្នឹងវាអត់មានអីដែលអាចប្រើការបានណាវាមានតែ file JS និង file CS អញ្ចឹងដើម្បីអាចប្រើការបានងាយទេអ្នកនរយើងគ្រាន់តែ run នេះ run អានេះតិចមកនេះ npm install ណា npm run dev យើង run នឹងមួយមកដោយការពីវីដេអូមុនខ្ញុំប្រាប់ហើយដើម្បីអាច run npm បានតើយើង install node ណា
node module យើង install វាមកព្រោះដោយសារយើងបានតឡើងនៅ package ផ្សេងថែមទៀតអញ្ចឹងដាច់ខាតកន្លែងហ្នឹងត្រូវ install ណាបិទថាវីដេអូមុនយើងបាន install ហើយម្ដងដែរតែគាត់ថានៅពេលនេះវាត្រូវការ update package ដែរយើងមកមើលនៅក្នុង package.json មកយើងទៅឃើញហើយវា update ណាវា update ថែមអីណាមួយផ្សេងទៀតដោយសារវគ្គមុនយើងអត់បានមើលទេយើងអត់ដឹងថាវា update អីក្នុងនេះវាអាចមាន tailwind ណាវាមានហ្នឹងហើយ SASS ណាហើយយើងប្រើប្រាស់នៅ Bootstrap ណាគ្នាយើងប្រើ Bootstrap ណាជា style sheet ដែលគេបាន design ឲ្យស្រេចយើងមិនចាំបាច់ hot design យ៉ាងនេះហើយយើងប្រើ npm run dev ទៅដើម្បីយើង run វាណាពេលដែលយើង run វាចឹងហើយអានេះយើង refresh មកវាគាត់ជាដើរវិញធម្មតាហើយអ្នកនរគ្នាចឹងមានន័យថាយើងបាន page login មួយដ៏ស្រស់ស្អាតអ្នកនរគ្នាឃើញទេ page ដែលយើងអាច login បានមួយដ៏ស្រស់ស្អាតហើយនឹងយើងអាចមាន page យើង register មួយយ៉ាងស្រស់ស្អាតផងដែរណាចឹងអានេះអីសិតតែអាច login និង register បានតែជាក់ស្ដែងនៅក្នុង database របស់យើងមាន user មួយដែរណាយើងមាន user ហើយ default របស់ Laravel នៅក្នុង seeder យើងចូលមកកាន់ database ចូលនៅក្នុង seeder ហើយយើងយក database seeder ហ្នឹងមាន seeder ហ្នឹងគឺយើងអាច init តម្លៃដំបូងទៅឲ្យ database របស់យើងណា seeder ដូចថាដាំដុះអញ្ចឹងនេះវាបង្កើត user មួយគឺ user test user email login ចូលគឺ test@example.com អញ្ចឹង password របស់វាជា default របស់ Laravel គឺ password ណា password វាគឺ password ខ្ញុំសូមសេឲ្យមើលទៅ password របស់វា default របស់វាគឺ password ដើម្បីឲ្យ login ចូលយើងប្រើនឹងតែដើម្បីអាចធ្វើម៉េចឲ្យនៅក្នុង database មានទិន្នន័យហ្នឹងលុះត្រាតែយើង command មួយអ្នកនរគ្នាយើងប្រើប្រាស់នៅ command មួយខ្ញុំសុបិតអានេះសិនយើងប្រើ vp antisan ណា seed db seed អ្នកនរគ្នាចឹងឡើយនេះគឺ db seed ណាអូខេតែប៉ុណ្ណឹងមកមានន័យថានៅក្នុង database របស់យើងគឺវានឹងមាន user មួយមកស្រេចហើយ default password របស់វាគឺ password អញ្ចឹងយើងអាច login បានហើយអ្នកនរគ្នាយើងចូលមកកាន់ page login អានេះកាលណាតែយើងបិទវានេះអញ្ចឹងអានេះយើងអាច run build តែយើង run div ចោលទៅបើសិនជាយើង build វាចេញបើយើងចប់ហើយយើង run build ទៅតែអានេះយើងធ្វើចេះក៏បានដែរមិនអីទេអាហ្នឹងចាំនៅពេលដែលបន្ទាប់មកទៀតយើងអាចនឹងលុបវាចោលយើង design នៅ page login អីផ្ទាល់ឲ្យខ្លួនឯងបានតែឥឡូវយើងអត់ទេយើងប្រើរបស់គេសិនទៅអញ្ចឹងដោយសារយើងមាននៅក្នុងស្រេចគឺ test email ដែលយើង login ចូលណាគឺ test@example.com ហើយនឹង password របស់វាគឺ password ណាអ្នកនរគ្នាអញ្ចឹងយើងអាច login ចូលបាននេះអញ្ចឹងមានន័យថានៅពេលនេះយើង login ចូលមកកាន់ dashboard បានហើយនេះ dashboard របស់យើងហើយ user របស់យើងយើងអាច log out វិញបានអញ្ចឹងសម្រាប់ Laravel គឺងាយត្រង់ចំណុចចឹងគឺវាមានស្រាប់យើងអត់ហត់ចាំបាច់អង្គុយសរសេរដល់ខ្លួនឯងទេយើងអត់ចាំបាច់អង្គុយបង្កើតដល់ខ្លួនឯងទេព្រោះជាក់ស្ដែងគឺអ្វីគ្រប់យ៉ាងគឺ Laravel ជាអ្នកបង្កើតឲ្យយើងអញ្ចឹងការប្រើប្រាស់ framework គឺវាងាយយ៉ាងសម្រាប់យើងណាអ្នកនរគ្នាអញ្ចឹងវីដេអូនេះយើងមានតែប៉ុណ្្នឹងទេយើងជួបគ្នាវីដេអូក្រោយណាយើងនឹងធ្វើម៉េចអាចសេរីសម្រួល dashboard នេះឲ្យកាន់តែផ្សើរជាងនឹងយើងអាច log in log out ឬក៏ចុះឈ្មោះអីតាមតែអ្វីដែលយើងចង់បានណាអ្នកនរគ្នាអូខេជួបគ្នាវីដេអូក្រោយ